รู้จักสีพื้นที่พิพาทชายแดนไทยกัมพูชาមកស្គាល់អំពីតំបន់ចំនួនព្រំដែនកម្ពុជាថៃទាំង4កន្លែងហ្នឹងបងបាទឡាំងមិនខុយ JBC ចរងសានលោកក្រោយពីមិនអើពើក្នុងកិច្ចពិភាក្សា JBC កម្ពុជាត្រៀមនឹងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel រៀនភាសាថៃបាទអញ្ចឹងថ្ងៃនេះយើងនឹងមកបកប្រែអំពីអត្ថបទព័ត៌មានដែលទាក់ទិនទៅនឹងតំបន់ចំនួនព្រំដែនទាំង4រវាងកម្ពុជានិងថៃបាទអញ្ចឹងចង់ដឹងថាព័ត៌មាននោះគេនិយាយថាម៉េចខ្លះតើយើងទៅបកប្រែទាំងអស់គ្នាបាទអញ្ចឹងមុននឹងចូលដល់ការបកប្រែអត្ថបទព័ត៌មានរបស់យើងយល់ដឹងអំពីបាទចំណុចដែលយើងត្រូវបកប្រែក៏ដូចជាមេត្តាជាមុនសិនបាទអញ្ចឹងចំណុចទី1គឺយើងនិយាយអំពីพื้นที่ពិផាតបាទតំបន់ចំនួនទី2ឆောင်းបុកបាទនេះអានថាឆောင်းបុកណាបងប្អូនបាទឆောင်းបុកនេះប្រែថាផ្លូវគោកបាទផ្លូវទឹកផ្លូវគោកណាបងប្អូនបាទហើយទី3ប្រាសាទតាមិនធំបាទប្រាសាទតាមិនធំទី4គឺនិយាយអំពីប្រាសាទតាមិនតូចហើយទី5ចុងក្រោយគឺនិយាយអំពីប្រាសាទតាខ្វាយបាទប្រាសាទតាខ្វាយនេះគឺប្រាសាទតាក្របីនឹងឯងណាបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺយើងបកប្រែមានចំនួន5ចំណុចណាបងប្អូនបាទអញ្ចឹងដើម្បីឲ្យការបកប្រែរបស់យើងរលូនល្អយើងសិក្សាពីពាក្យមួយចំនួនដែលយើងប្រើប្រាស់ក្នុងការបកប្រែនៅអត្ថបទទី1ជាមុនសិនណាបងប្អូនបាទអញ្ចឹងពាក្យទី1គឺรู้จักបាទรู้จักនេះប្រែថាស្គាល់ឬក៏ដឹងណាបងប្អូនបាទទី2พื้นที่បាទพื้นที่ប្រែថាតំបន់ឬក៏ផ្ទៃដីបាទពាក្យទី3ថាមិនបាទមិននេះប្រែថាមិនអើពើមិនខ្វល់បងប្អូនបាទមិនបាទពាក្យទី4យើងអានថាเจรจาបាទเจรจาយើងអានថាចេនចាទេណាបងប្អូនបាទយើងអានថាเจรจาនេះប្រែថាចរចាបាទបន្តមកទៀតថ្លែងការណ៍បាទថ្លែងការណ៍នេះប្រែថាសេចក្តីថ្លែងការណ៍ណាបងប្អូនបាទថ្លែងការណ៍សេចក្តីថ្លែងការណ៍បាទរងបាទរងនេះផ្លូវច្បាប់គេប្រែថាប្តឹងណាបងប្អូនបាទប្តឹងយើងអត់ប្រែថាយំឬក៏ច្រៀងទេរងប្រែថាប្តឹងណាបងប្អូនបាទពាក្យបន្តទៀតឆាយដែនបាទឆាយដែននេះប្រែថាព្រំដែនបាទសានលោកបាទសានលោកនេះប្រែថាតុលាការយុត្តិធម៌អន្តរជាតិឬក៏តុលាការអន្តរជាតិបាទសានលោកបាទเป็นทางการម្ដងទៀតเป็นทางการបាទเป็นทางการនេះប្រែថាជាផ្លូវការរដ្ឋបាលបាទរដ្ឋបាលនេះប្រែថារដ្ឋាភិបាលណាបងប្អូនបាទអញ្ចឹងពាក្យចុងក្រោយណែននបាទណែននប្រែថាច្បាស់លាស់បាទនេះគឺជាពាក្យដែលយើងត្រូវប្រើប្រាស់ក្នុងអត្ថបទ clear ទី1ដែលយើងត្រូវយកមកបកប្រែណាបងប្អូនបាទមានច្រើនពាក្យដែរបាទអញ្ចឹងចាប់មកវីដេអូនេះយើងចេះច្រើនពាក្យដែរណាបងប្អូនបាទអញ្ចឹងសូមជម្រាបបងប្អូនមុនថាអត្ថបទព័ត៌មាននេះខ្ញុំដកស្រង់ចេញមកពី website ថៃរដ្ឋបាទជា website ព័ត៌មាននៅក្នុងប្រទេសថៃដែរណាបងប្អូនបាទអញ្ចឹងបងប្អូនដែលចង់សិក្សាបន្ថែមបងប្អូនអាចទៅសិក្សានៅក្នុងអត្ថបទព័ត៌មានថៃរដ្ឋបានបាទអញ្ចឹងអត្ថបទនេះគេដាក់ចំណងជើងថាรู้จักสีพื้นที่พิพาทชายแดนไทยกัมพูชาลังមិនคุย JBC ចរងសានលោកបាទអញ្ចឹងรู้จักនេះយើងប្រែថាស្គាល់បាទអញ្ចឹងក្នុងអត្ថបទនេះលេខ4នេះ C នេះយើងប្រែនៅក្រោយវិញបាទអញ្ចឹងក្នុងអត្ថបទនេះយើងនិយាយថាรู้จักสีพื้นที่พิพาทชายแดนไทยกัมพูชาអញ្ចឹងប្រែថាមកស្គាល់អំពីតំបន់ចំនួនព្រំដែនកម្ពុជាថៃទាំង4កន្លែងនេះបងប្អូនអញ្ចឹង C พื้นที่នេះ
បាទ4កន្លែងនេះគឺយើងមកប្រែក្រោយវិញណាដើម្បីឲ្យយល់ឲ្យងាយស្ដាប់ក្នុងភាសាខ្មែរយើងណាបងប្អូនបាទឡើងមិនខុយ JBC ចរងសានលោកបាទក្រោយពីមិនអើពើក្នុងកិច្ចពិភាក្សាបាទខុយនេះយើងប្រែថានិយាយណាភាសាធម្មតាប៉ុន្តែនៅក្នុងភាសាផ្លូវការនេះគេប្រែថាពិភាក្សាបាទអញ្ចឹងក្រោយពីមិនអើពើឡើងនេះប្រែថាក្រោយមិននេះប្រែថាមិនអើពើបាទឡើងមិនខុយក្រោយពីមិនអើពើពិភាក្សាបាទ JBC អញ្ចឹង JBC បងប្អូនអាចសិក្សាបន្ថែមបានបាទចរងសានលោកកម្ពុជានឹងត្រៀមដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិបាទចរងសានលោកនេះមានន័យថានឹងត្រៀមដាក់ពាក្យប្តឹងណាបងប្អូនបាទចរងសានលោកដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបាទអញ្ចឹងយើងប្រែយកអត្ថន័យមកថាรู้จัก4พื้นที่พิพาทชายแดนไทยกัมพูชาមកស្គាល់អំពីតំបន់ចំនួនព្រំដែនកម្ពុជាថៃទាំង4កន្លែងហ្នឹងបងបាទឡើងមិនខុយ JBC ចរងសានលោកក្រោយពីមិនអើពើក្នុងកិច្ចពិភាក្សា JBC កម្ពុជាត្រៀមនឹងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឥឡូវអត្ថបទដំបូងគេថាកម្ពុជាអอกแถลงการណ៍កម្ពុជាអอกแถลงการណ៍កម្ពុជានេះប្រទេសកម្ពុជាអอกចេញแถลงการណ៍សេចក្តីថ្លែងការណ៍បងប្អូនមកយើងសិក្សាណាថ្លែងការណ៍បាទអញ្ចឹងមក clear នេះគេថាកម្ពុជាអอกแถลงการណ៍បងប្អូនបាទកម្ពុជាអอกแถลงការណ៍ថាកម្ពុជាចេញសេចក្តីថ្លែងការណ៍ប្រទេសកម្ពុជាឬក៏កម្ពុជាបានចេញសេចក្តីថ្លែងការណ៍យ៉ាងเป็นทางการណាបងប្អូនបាទយ៉ាងเป็นทางการនេះបាទយ៉ាងเป็นทางการប្រែថាជាផ្លូវការយ៉ាងเป็นทางการនេះប្រែថាជាផ្លូវការណាបងប្អូនបាទแน่นอนแล้วว่าแน่นอนแล้วว่าបាទប្រែថាយ៉ាងច្បាស់លាស់ហើយថាយ៉ាងនេះយើងប្រែយកមកដាក់នេះវិញពេលយើងប្រែបងប្អូនបាទសូមបញ្ជាក់បងប្អូនថានៅពេលដែលបងប្អូនប្រែអត្ថបទនេះបងប្អូនធ្វើមិនឲ្យយល់ជាភាសាខ្មែរយើងផងបើយើងប្រែតាមពាក្យទាំងអស់ហ្នឹងអត់យល់ទេបាទអញ្ចឹងយើងប្រែពីដើមមកកម្ពុជាអอกแถลงการណ៍យ៉ាងเป็นทางการแน่นอนแล้วว่าបាទកម្ពុជាបានចេញសេចក្តីរាយការណ៍ជាផ្លូវការយ៉ាងច្បាស់លាស់ហើយថារដ្ឋបាលจะไม่เข้าร่วมการเจรจา JBC กับประเทศไทยបាទរដ្ឋបាលបាទរដ្ឋបាលនេះប្រែថារដ្ឋាភិបាលកម្ពុជាណាបងប្អូនបាទរដ្ឋាភិបាលកម្ពុជាจะไม่เข้าร่วมបាទจะនេះប្រែថានឹងไม่เข้าร่วมមិនចូលរួមការเจรจาการចរចា JBC กับប្រទេសថៃជាមួយនឹងប្រទេសថៃទេបាទជាមួយនឹងប្រទេសថៃទេបាទអញ្ចឹងយើងប្រែមកថារដ្ឋបាលจะไม่เข้าร่วมการเจรจา JBC กับประเทศไทยរដ្ឋបាលจะไม่เข้าร่วมการเจรจา JBC กับประเทศไทยរដ្ឋាភិបាលនឹងមិនចូលរួមការចរចា JBC ជាមួយនឹងប្រទេសថៃในวันที่14មិថុនាយននេះនៅថ្ងៃទី14មិថុនានេះនោះទេណាបងប្អូនបាទអញ្ចឹងពាក្យថានោះទេយើងយកមកដាក់នេះបាទពេលយើងប្រែអត្ថបទយើងផ្សំពាក្យឬយើងបញ្ចូលពាក្យឲ្យស្ដាប់ទៅយល់បាទអញ្ចឹងយើងប្រែពីរដ្ឋបាលនេះមកដល់នេះមកបាទអញ្ចឹងនេះ clear វាបាទរដ្ឋបាលจะไม่เข้าร่วมการเจรจา JBC กับประเทศไทยในวันที่14មិថុនាយននេះអញ្ចឹងថារដ្ឋាភិបាលកម្ពុជានឹងមិនចូលរួមការចរចា JBC ជាមួយនឹងប្រទេសថៃនៅថ្ងៃទី14មិថុនានេះនោះទេបាទโดยเตรียมยืนรองศาลโลกបាទโดยเตรียมដោយเตรียมមកកន្លែងនេះប្រែថាเตรียมនេះเตรียมដូចយើងដែរโดยនេះប្រែថាដោយបាទโดยเตรียมยืนรองศาลโลกបាទยืนรองនេះប្រែថាដាក់ពាក្យបណ្ដឹងណាបងប្អូនបាទยืนรองនេះប្រែថាដាក់ពាក្យបណ្ដឹង
សានលោកទៅតុលាការអន្តរជាតិពិចារណាបាទឲ្យពិចារណាបាទអញ្ចឹងយើងប្រែមកថាដោយត្រៀមยื่នរងសានលោកពិចារណាដោយត្រៀមនឹងដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិឲ្យពិចារណាបាទស៊ីพื้นที่พิพาทกับไทยបាទស៊ីพื้นที่พิพาทกับไทยម្ដងទៀតស៊ីพื้นที่พิพาทกับไทยបាទអញ្ចឹងថាតំបន់ចំនួនទាំង4ជាមួយនឹងប្រទេសថៃដាយកែបាទដាយកែនេះប្រែថាមានដូចជាឬក៏រួមមានបាទរួមមានដាយកែឆងបុកបាទឆងបុកបាទឆងបុកនេះជាតំបន់មួយកន្លែងនៅក្នុងប្រទេសថៃគេដាក់ឈ្មោះថាឆងបុកណាបងប្អូនឬក៏យើងប្រែមកថាតំបន់ផ្លូវគោកបាទតំបន់ផ្លូវគោកប្រាសាទតាមឿនធំបាទប្រាសាទតាមឿនធំបាទប្រាសាទតាមឿនធំប្រាសាទតាមឿនតូចថៃអានដាក់តូចវានិយាយច្បាស់បាទប្រាសាទតាមឿនតូចអញ្ចឹងប្រែថាប្រាសាទតាមឿនតូចและប្រាសាទតាខ្វាយនិងប្រាសាទតាក្របីបាទអញ្ចឹងឥឡូវយើងប្រែសរុបពីដើមមកសរុបអត្ថន័យណាបងប្អូនបាទប្រែបងប្អូនម្ដងទៀតรู้จักស៊ីพื้นที่พิพาทชายแดนไทยกัมพูชาหลังមិនคุย JBC ចរងសានលោកមកស្គាល់អំពីតំបន់ចំនួនព្រំដែនកម្ពុជាថៃទាំង4កន្លែងក្រោយពីមិនអើពើក្នុងកិច្ចពិភាក្សា JBC កម្ពុជាត្រៀមនឹងដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិកម្ពុជាออกแถลงการณ์อย่างเป็นทางการแน่นอนแล้วว่ากัมพูชาออกแถลงการณ์อย่างเป็นทางการแน่นอนแล้วว่าកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការយ៉ាងច្បាស់លាស់មួយហើយថារដ្ឋបាលจะไม่เข้าร่วมการเจรจา JBC กับประเทศไทยរដ្ឋាភិបាលនឹងមិនចូលរួមការចរចា JBC ជាមួយនឹងប្រទេសថៃในวันที่14មិថុនាយននេះនៅថ្ងៃទី14មិថុនាយននេះនោះទេដោយត្រៀមยื่នរងសានលោកពិចារណាដោយនឹងត្រៀមដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិឲ្យពិចារណាស៊ីพื้นที่พิพาทกับไทยតំបន់ចំនួនទាំង4ជាមួយនឹងប្រទេសថៃដែលកែរួមមានឆងបុកតំបន់ផ្លូវគោកប្រាសាទតាមឿនធំប្រាសាទតាមឿនធំប្រាសាទតាមឿនតូចและប្រាសាទតាខ្វាយនិងប្រាសាទតាក្របីបាទនេះអត្ថបទក្បាលដំបូងណាបងប្អូនបាទឥឡូវយើងទៅចូលអត្ថបទទី2បាទអញ្ចឹងអត្ថបទទី2របស់យើងឆងបុកណាបងប្អូនបាទឆងបុកអញ្ចឹងមុននឹងចូលអត្ថបទឆងបុកនេះយើងមកសិក្សាពាក្យដែលប្រើនៅក្នុងអត្ថបទនោះជាមុនសិនបាទអញ្ចឹងបងប្អូនអាចយកសភៅមកកត់ទុកមកបងប្អូនបាទអញ្ចឹងពាក្យទី1ឆងបុកនេះប្រែថាផ្លូវគោកបាទឬក៏តំបន់ផ្លូវគោកឆងបុកទី2សាមលៀមមរកតបាទយើងអានថាសាមលៀមមរកតបាទសាមលៀមនេះប្រែថា3ជ្រុងបាទឬក៏មុំ3នឹងឯងណាបងប្អូនបាទសាមលៀមនេះប្រែថាមុំ3មរកតនេះប្រែថាមរកតបាទសាមលៀមមរកតអញ្ចឹងបើយើងប្រែតាមថៃគេថាត្រីកោណមរកតឬក៏ភាសាខ្មែរយើងគេថាតំបន់មុំ3ណាបងប្អូនបាទសាមលៀមមរកតពាក្យទី2រយតបាទរយតនេះប្រែថាចំណុចប្រសពឬក៏ចំណុចដែលជប់គ្នាបាទរយតប្រែថាចំណុចប្រសពដាយកែបាទដាយកែនេះប្រែថារួមមានពាក្យមិញហ្នឹងឯងយើងមិនប្រែទេណាបងប្អូនបាទគ្របឃ្លុំបាទនេះគ្របទៅនេះឃ្លុំទៅនេះបាទគ្របឃ្លុំនេះប្រែថាគ្របដណ្ដប់បាទគ្របដណ្ដប់ឡាសុតបាទឡាសុតនេះប្រែថាថ្មីឬក៏ចុងក្រោយណាបងប្អូនបាទបឋៈ
ทะបាទបឋៈប្រែថាប៉ះទង្គិចបាទប៉ះទង្គិចប៉ះពាល់គ្នាបាទរវាងបដិអាវុធអីគេប្រើពាក្យថាបឋៈហ្នឹងឯងបងប្អូនបាទរវាំងបាទរវាំងនេះប្រែថារវាងបាទทหารបាទทหารនេះប្រែថាទាហានបាទពិផាតបាទពិផាតនេះប្រែថាជំលោះប៉ាក់ប៉ាន់បាទប៉ាក់ប៉ាន់នេះប្រែថាបែងចែកខេតដែនបាទខេតដែននេះប្រែថាព្រំដែនបាទឆាត់เจนបាទឆាត់เจนប្រែថាច្បាស់លាស់បាទអញ្ចឹងពាក្យទាំងអស់នេះគឺជាពាក្យដែលយើងត្រូវប្រើក្នុងអត្ថបទទី2ហ្នឹងបងប្អូនបាទហើយចូលទៅដល់អត្ថបទទី2បាទអត្ថបទទី2គឺថាឆង់បុកបាទឆង់បុកនេះយើងប្រែមិញថាផ្លូវគោកបងប្អូនបាទឆង់បុកផ្លូវគោកឬសាមលាមមរកតបាទអញ្ចឹងគេថាឆង់បុកឬក៏តំបន់មុំ3បាទតំបន់មុំ3នៅអង់គ្លេសគេថា Emerald Triangle បាទเป็นพื้นที่รอยต่อបាទเป็นพื้นที่รอยต่อ3ประเทศបាទអញ្ចឹងយើងប្រែពីនេះមកបងប្អូនបាទเป็นพื้นที่รอยต่อ3ประเทศបាទអញ្ចឹងគេថាជាតំបន់តភ្ជាប់3ប្រទេសបាទឬក៏ជាតំបន់ប្រសព3ប្រទេសបាទเป็นพื้นที่ជាតំបន់រយต่อប្រសព3ប្រទេស3ប្រទេសបាទได้แก่រួមមានថៃកម្ពុជាและลาวបាទប្រទេសថៃប្រទេសកម្ពុជានិងប្រទេសឡាវបាទครอบคลุมพื้นที่12ตารางกิโลเมตรครอบคลุมพื้นที่12ตารางกิโลเมตรបាទអញ្ចឹងគេថាគ្របដណ្ដប់ទៅលើផ្ទៃកន្លាឬក៏យើងប្រែថាមានផ្ទៃកន្លាបាទប្រែងាយណាបងប្អូនបាទមានផ្ទៃកន្លា12គីឡូម៉ែត្រការ៉េតារាងគីឡូម៉ែត្រនេះប្រែថាគីឡូម៉ែត្រការ៉េបាទครอบคลุมพื้นที่12ตารางกิโลเมตรបាទអញ្ចឹងប្រែថាបាទមានផ្ទៃកន្លា12គីឡូម៉ែត្រការ៉េបាទในฝั่งของไทยបាទនេះណាបងប្អូនបាទในฝั่งនៅផ្នែកของไทยនៅខាងប្រទេសថៃបាទในฝั่งของไทยនេះប្រែថានៅខាងប្រទេសថៃឬក៏ផ្នែកខាងប្រទេសថៃในฝั่งของไทยផ្នែកខាងប្រទេសថៃតាំងอยู่ในพื้นที่បាទស្ថិតនៅក្នុងតំបន់តាំងอยู่ในพื้นที่តាំងอยู่នេះប្រែថាស្ថិតនៅណាបងប្អូនបាទតាំងอยู่ในพื้นที่ស្ថិតនៅក្នុងតំបន់អក្សរតតៅចុចនេះមកពីតំបន់ណាបងប្អូនអអាងចុចនេះមកពីអំភើចចានេះមកពីចង្វាត់គេសេកាត់ណាថៃណាបងប្អូនបាទតំបន់នេះឃុំអំភើស្រុកចង្វាត់ខេត្តតំបន់ដូមប្រសិទ្ធនេះយើងអានថាដូមប្រសិទ្ធបាទនេះដូមប្រសិទ្ធអញ្ចឹងឈ្មោះរបស់គេយើងមិនបាច់ប្រែទេបាទក្នុងឃុំដូមប្រសិទ្ធអំភើណាមយឿនបាទអំភើណាមយឿនស្រុកណាមយឿនจังหวัดឧបលរាជធានីបាទនៅខេត្តឧបលរាជធានីបាទដោយล่าสุดបាទថ្មីនេះឬក៏ចុងក្រោយនេះដោយล่าสุดថ្មីនេះเมื่อวันที่18พฤษภาคมបាទខនេះพฤษภาคมណាខែឧសភាណាបងប្អូនបាទគេសេកាត់បាទเมื่อวันที่18พฤษภาคม2568អានេះពុទ្ធសករាជបងប្អូនថៃប្រើពុទ្ធសករាជបាទដោយล่าสุดដោយថ្មីនេះនៅថ្ងៃទី28ខែឧសភាឆ្នាំ2568ឆ្នាំនេះគេប្រើឆ្នាំពុទ្ធសករាជបាទពុទ្ធសករាជ2568ភឹងមីហេតុបដ្ឋៈណាបាទភឹងមីហេតុបដ្ឋៈ
ระวังทหารไทยและกัมพูชาចឹងយើងតក clear មកឲ្យស្រួលប្រែណាបងប្អូនបាទភឹងណាបងប្អូនបាទភឹងប្រែថាទៅតែមានបាទភឹងមីហេតុបដ្ឋៈបាទទៅតែមានការប៉ះទង្គិចគ្នាមីហេតុបដ្ឋៈระวังทหารไทยและกัมพูชารវាងទាហានថៃនិងទាហានកម្ពុជាបងប្អូនបាទในพื้นที่พิพาทបាទនៅក្នុងតំបន់ចំនួនในพื้นที่พิพาทនៅក្នុងតំបន់ចំនួនที่ยังไม่มีการปักปันเขตแดนបាទที่ยังไม่มีបាទยังไม่มีนี่แปลថាមិនទាន់មានที่แปลថាដែលបាទที่ยังไม่มีបាទที่ยังไม่มีដែលមិនទាន់មានการปักปันเขตแดนការបែងចែកព្រំដែនយ៉ាងชัดเจนយ៉ាងច្បាស់លាស់នោះទេបាទឬក៏ច្បាស់លាស់នៅឡើយបងប្អូនឥឡូវយើងមកប្រែយកអត្ថន័យសរុបអត្ថបទរបស់យើងណាបងប្អូនបាទឆង់បុកប្រែថាតំបន់ផ្លូវគោកឆង់បុកឬសាមលាមមរកតតំបន់ផ្លូវគោកឬក៏តំបន់មុំ3เป็นพื้นที่รอยต่อ3ประเทศជាតំបន់តភ្ជាប់3ប្រទេសได้แก่រួមមានថៃកម្ពុជាและลาวប្រទេសថៃប្រទេសកម្ពុជានិងប្រទេសឡាវครอบคลุมพื้นที่12 ตารางกิโลเมตรបាទប្រែថាគ្រប់ដណ្ដប់ទៅលើផ្ទៃដីចំនួន12 គីឡូម៉ែត្រការ៉េในฝั่งของไทยตั้งอยู่ในพื้นที่បាទខាងប្រទេសថៃស្ថិតនៅក្នុងតំបន់តំបន់ដូមប្រសិទ្ធឃុំដូមប្រសិទ្ធអំភើណាមយឿនจังหวัดឧបលរាជธานีស្រុកណាមយឿនខេត្តឧបលរាជธานีโดยล่าสุดថ្មីនេះเมื่อวันที่18 พฤษภาคม 2568 នៅថ្ងៃទី28 ឧសភា ពុទ្ធសករាជ 2568 เพิ่งมีเหตุปะทะระหว่างทหารไทยและกัมพูชาទើបតែមានការប៉ះទង្គិចគ្នារវាងទាហានថៃនិងទាហានកម្ពុជាในพื้นที่พิพาทនៅក្នុងតំបន់ចំនួនที่ยังไม่มีการปักปันเขตแดนដែលមិនទាន់មានការបែងចែកព្រំដែនយ៉ាងชัดเจนឲ្យច្បាស់លាស់នៅឡើយបងប្អូនបាទអញ្ចឹងគឺថាចង់បុកនោះដែលយើងហៅថាតំបន់មុំ3ហ្នឹងគឺជាតំបន់ដែលតភ្ជាប់3ប្រទេសណាបងប្អូនបាទថៃឡាវកម្ពុជាបាទមានផ្ទៃដី12 គីឡូម៉ែត្រណាថៃនោះនៅខេត្តឧបលរាជធានីបាទថ្ងៃទី28ហ្នឹងយើងបានប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃបាទនេះជាអត្ថបទទី2ឥឡូវយើងចូលទៅដល់អត្ថបទមួយទៀតបាទអញ្ចឹងអត្ថបទទី2នេះនៅអត់ទាន់ចប់ទេណាបងប្អូនបាទតទៀតតអត្ថបទទី2បាទអញ្ចឹងនៅអត្ថបទទី2នេះគឺយើងមានពាក្យបន្ថែមទៀតទី1ខុតខូបាទខុតខូនេះអានថាខុតខូប្រែថាជីកប្រឡាយបាទខូនេះប្រែថាប្រឡាយខុតនេះជីកបាទយ៉ាវនេះប្រែថាប្រវែងបងប្អូនបាទប្រវែងតាំងជុតបាទតាំងជុតនេះប្រែថាតាំងកន្លែងឬក៏កំណត់កន្លែងបាទល្មើតបាទល្មើតនេះប្រែថាល្មើសឬក៏បំពានបាទល្មើតបាទល្មើតនេះប្រែថាបំពានខទុកលងបាទខទុកលងបាទខទុកលងនេះប្រែថាកិច្ចព្រមព្រៀងបាទកិច្ចព្រមព្រៀងបាតជេបបាទបាតជេបប្រែថារងរបួសបាទសថនបាទសថនបាទសថននេះប្រែថាបង្ហាញឬក៏បញ្ជាក់បាទសថននេះប្រែថាបញ្ជាក់ឲ្យឃើញបងប្អូនបាទមិនមែនបញ្ជាក់ឲ្យដឹងទេណាបាទធឹងកម្លាំងបាទធឹងកម្លាំងបាទទ្រឹងកម្លាំងបាទទ្រឹងកម្លាំងបាទទ្រឹងកម្លាំងនោះប្រែថាឈួរជើងឬក៏ឈួរកម្លាំងដាក់កម្លាំងណាបងប្អូនបាទដាំងក្លាវបាទដាំងក្លាវបាទដាំងក្លាវ
แปลថាដែលបានពោលមកណាដែលបាននិយាយឬក៏แปลថាខាងលើនេះจุดเพราะบางបាទแปลថាចំណុចផុយស្រួយបាទเผชิญหน้าបាទเผชิญหน้าបាទเผชิญหน้าแปลថាប្រឈមមុខបាទวันนี้ពាក្យមួយចំនួននៅក្នុងអត្ថបទនេះបងប្អូនបាទឥឡូវយើងមកប្រែអត្ថបទទាំងអស់គ្នាឡង្កทหารកម្ពុជាខុតខូបាទប្រែថាឡង្កทหารកម្ពុជាខុតខូក្រោយពីទាហានកម្ពុជាបានជីកប្រឡាយបាទយ៉ាវกว่า650 មេត្របាទយ៉ាវกว่า650 មេត្របាទមានប្រវែងជាង650 មេត្រเพื่อតាំងដើម្បីកំណត់ឬដើម្បីតាំងจุดទ្រឹងកម្លាំងដើម្បីកំណត់កន្លែងឈរជើងซึ่งฝ่ายไทยมองว่าនេះណាបងប្អូនបាទซึ่งฝ่ายไทยมองว่าដែលប្រទេសថៃយល់ឃើញថាมองว่าនេះแปลថាយល់ឃើញថាเป็นการละเมิดข้อตกลงបាទเป็นการละเมิดข้อตกลงជាការបំពានកិច្ចព្រមព្រៀងតាម MOU 2543ណាតាម MOU 2543แม้จะยุติได้ภายใน10 นาทีបាទแม้จะยุติได้ภายใน10 นาทีបាទទោះបីជាបានបញ្ឈប់បាទแม้จะยุติได้ទោះបីជាបានបញ្ឈប់ภายใน10 នាទីក្នុងរយៈពេលត្រឹម10 នាទីไม่มีผู้ได้รับบาดเจ็บបាទไม่มีមិនមានผู้ได้รับบาดเจ็บមិនមានអ្នករងរបួសបាទមិនมีผู้ได้รับบาดเจ็บតែสะท้อนว่าប៉ុន្តែបង្ហាញឲ្យឃើញថាតែสะท้อนว่าនេះណាបងប្អូនបាទតែสะท้อนว่าតែបង្ហាញឲ្យឃើញថាឬក៏តែបញ្ជាក់ឲ្យឃើញថាพื้นที่ดังกล่าวបាទพื้นที่ดังกล่าวតំបន់ខាងលើនេះឬក៏តំបន់ដែលបាននិយាយមកនេះយ៉ាងเป็นจุดបាទនៅតែជាចំណុចបាទយ៉ាងเป็นจุดនៅតែជាចំណុចเพราะบางផុយស្រួយที่สามารถเกิดการเผชิญหน้ากันได้เสมอที่สามารถដែលអាចកើតការเผชิญหน้ากันប្រឈមមុខគ្នាได้เสมอបានជានិច្ចអញ្ចឹងឥឡូវយើងប្រែយកអត្ថន័យទាំងអស់គ្នាហ្នឹងបងប្អូនបាទឡង្កทหารកម្ពុជាខុតខូបាទនេះបងប្អូនបាទក្រោយពីទាហានកម្ពុជាបានជីកប្រឡាយយ៉ាវกว่า650 មេត្រเพื่อតាំងจุดដែលមានប្រវែងជាង650 មេត្រដើម្បីកំណត់កន្លែងទ្រឹងកម្លាំងបាទឈរជើងឬក៏ដាក់កម្លាំងซึ่งฝ่ายไทยมองว่าเป็นการละเมิดข้อตกลงដោយខាងប្រទេសថៃយល់ឃើញថាជាការបំពានកិច្ចព្រមព្រៀងតាម MOU 2543តាមកិច្ចព្រមព្រៀង MOU 2543แม้จะยุติได้ภายใน10 นาทีแม้จะยุติได้ภายใน10 นาทีទោះបីជាបានបញ្ឈប់ឬក៏បានទោះបីជាបានបញ្ឈប់ត្រឹមរយៈពេល10 នាទីไม่มีผู้ได้รับบาดเจ็บមិនមានអ្នករងរបួសតែสะท้อนว่าพื้นที่ดังกล่าวប៉ុន្តែបញ្ជាក់ឲ្យឃើញថាតំបន់ខាងលើនេះយ៉ាងเป็นจุดเพราะบางនៅតែជាចំណុចផុយស្រួយที่สามารถเกิดการเผชิญหน้ากันได้เสมอដែលអាចនឹងមានការប្រឈមមុខដាក់គ្នាបានជានិច្ចភាសាតាមិនធំអញ្ចឹងយើងមិនប្រែទេភាសាតាមិនធំយើងដឹងហើយបាទអញ្ចឹងភាសាតាមិនធំភាសានេះភាសាដូចយើងដែរក្លុំនេះប្រែថាក្រុមបាទទីសុទ្ធបាទជាងគេឬក៏បាទបង្អស់បាទសាងខឿនបាទកសាងឡើង
ราวพุทธศตวรรษนี้งานท้าพุทธศตวรรษบาทพุทธศตวรรษบาทพุทธศตวรรษนี้แปลท้าพุทธศักราชช่องเข้านี่แปลท้าจะลงพนมช่องเข้าบาทช่องเข้าบาทช่องเข้านี่แปลท้าจะลงพนมบาทเทือกเขาบาทเทือกเขาบาทเทือกเขาแปลท้าจูพนมขนาดใหญ่บาททุ่มหมทมบาทตุ่มหมทมมาแล้วยังแปลอัตบทปราสาทตะเมินถมปราสาทตะเมินถมปราสาทตะเมินถมเป็น1 ใน 3กลุ่มปราสาทตะเมินจึงแปลดอนในนะของบาทจึงจะท้าปราสาทตะเมินถมจีปราสาทมวยขนมจุ่มนอมกรมปราสาทจีปราสาทมวยขนมจุ่มนอมใบบ่กรมปราสาทตะเมินจึงมีในแต่ปราสาทกรมปราสาทตะเมินต้องมีใบปราสาทน้องบดบาทปราสาทตะเมินตุ้ยปราสาทตะเมินทมน้องปราสาทตะกะใบจึงกีท้าปราสาทตะเมินทมจีปราสาทมวยขนมจุ่มนอมปราสาทจังใบขนมกรมปราสาทตะเมินบาทที่มีขนาดใหญ่ที่สุดแด่เมียนตุ่มหมทมจิงเกบาทที่มีขนาดใหญ่ที่สุดแด่เมียนตุ่มหมทมจิงเกสร้างขึ้นราวพุทธศตวรรษที่16บาทจึงแปลไหนบาทสร้างขึ้นก็สร้างหลังราวพุทธศตวรรษมันขนมกำลังเปลพุทธศักราชที่16ตีดับมวยมันจึงกีท้าก็สร้างหลังกำลังเปลพุทธศตวรรษดับมวยนะของผมบ้านตีดับมวยตั้งอยู่ในช่องข้าวตาเมือนมันจึงกีท้าตั้งอยู่ในช่องข้าวตาเมือนแปลท้าสถัดเนาขนมจะลงพนมตะเมินบาทเทือกเขาพนมดงรักพนมดงรักนี่แบบพนมดงแรกเนี่ยของผมบาทเทือกเขาพนมดงรักบาทจัวพนมดงแรกตำบลตะเมียงบาทคุมตะเมียงอำเภอพนมดงรักบาทสกพนมดงแรกจังหวัดสุรินทร์บาทแคทสุรินทร์เรายังแปลมั้งของผมบาทแปลอยู่อัตไหนปราสาทตะเมินทมปราสาทตะเมินทมเป็น1 ใน 3กลุ่มปราสาทตะเมินปราสาทตะเมินทมจีปราสาทมวยขนมจุ่มนอมใบขนมกรมปราสาทตะเมินที่มีขนาดใหญ่ที่สุดแด่เมียนตุ่มหมทมจิงเกสร้างขึ้นราวพุทธศตวรรษที่16บ้านก่อสร้างหลังกำลังพุทธศตวรรษที่ดับมวยตั้งอยู่ในช่องเขาตะเมินสถัดเนาขนมจะลงพนมตะเมือนเทือกเขาพนมดงรักจัวพนมดองแรกตำบลตะเมียงอำเภอพนมดงรักจังหวัดสุรินทร์ท้าคุมตะเมียงสกพนมดองแรกแคทสุรินทร์มาแล้วจูอัตบอสปราสาทตะเมินโตดมาจังไทยวันใหญ่โตดเก่าได้ใหญ่โตดมาปราสาทตะเมินโตดมาจังไปท้าปราสาทตะเมินโตดปราสาทตะเมินโตดหรือโรคขยะสารปราสาทตะเมินโตดมาจังยังใหญ่ขมายมั่วสูตรบาปราสาทตะเมินโตดหรือโรคขยะสารหรือโรคขยะสารปราสาทตะเมินโตดหรือก็มณฑีเป็ดมาแล้วยังมือเปียแปรสันมั้งบทบาทเปียแปรโรคขยะสารมันโดนสุขภาพบาดห่างจากนี่ไปท้าห่างจากง่ายปีหรือก็เมียนจุ่มง่ายปีตะวันตกเชียงเหนืออันนี้งานท้าตะวันตกเชียงเหนือไปท้าเปียหยอบตึกเปียหยอบนั่งบนบ้านตะวันตกเชียงเหนือราวประแฮลหรือก็กำลังเปลสถานพยาบาลบาทสถานพยาบาลนี่กันไล่พยาบาลหรือก็มณฑีเป็ดบาทชุมชนสหกรมรูปทรงแปลท้ารจนาบทนี่งานทาตรงเด็ดของบนรูปทรงนี่งานทารูปทรงรจนาบทสี่เหลี่ยมจัตุรัสสี่เหลี่ยมจัตุรัสนี่แปลท้าจัตุกรไก่ศิลาแรงบาทศิลาแรงนี่แปลท้าทมใบเกรียมบาทหินทรายบาทหินทรายนี่แปลว่าทมอพวก
màនេះពាក្យមួយចំនួនដែលយើងប្រើក្នុងអត្ថបទឥឡូវយើងមកប្រែមកបងប្អូនបាទប្រាសាទតាមឿនតូចបាទប្រាសាទតាមឿនតូចប្រាសាទតាមឿនតូចឬអារោគ្យាសានប្រាសាទតាមឿនតូចឬក៏អារោគ្យាសាននេះប្រែថាមណ្ឌលសុខភាពយូរห่างจากប្រាសាទតាមឿនធំไปทางทิศចឹងគេថានៅឆ្ងាយពីប្រាសាទតាមឿនធំទៅខាងទិសបាទតវ៉ាន់តុកឈៀងនឿពាយប់ឥឡូវយើងប្រែចំណេះហ្នឹងបងប្អូនបាទយូរห่างจากប្រាសាទតាមឿនធំไปทางทิศតវ៉ាន់តុកឈៀងនឿបាទនៅឆ្ងាយពីប្រាសាទតាមឿនធំទៅទិសពាយប់ទៅទិសពាយប់រាវ750ម៉ែត្របាទខ្ញុំប្រែថាប្រហែលបងប្អូនប្រហែលជា750ម៉ែត្របាទអញ្ចឹងប្រាសាទតាមឿនធំនេះនៅឆ្ងាយពីប្រាសាទតាមឿនតូចនេះឆ្ងាយពីប្រាសាទតាមឿនធំប្រហែលជា750ម៉ែត្របាទเป็นสถานพยาบาลเป็นสถานพยาบาลជាមណ្ឌលសុខភាពของชุมชนโบราณរបស់សហគមន៍បុរាណបាទសាងขึ้นในช่วงพุทธศตวรรษที่18បាទបានកសាងឡើងក្នុងពុទ្ធសតវត្សទី18បាទបានកសាងឡើងក្នុងកំឡុងពេលពុទ្ធសតវត្សទី18ឬក៏ពុទ្ធសករាជទី18ណាបងប្អូនបាទរូបทรงสี่เหลี่ยมរូបทรงสี่เหลี่ยมចឹងវាថាមានរចនាបថណា4ជ្រុងចតុរ័ត្របាទสี่เหลี่ยมចតុរ័ត្រនេះរចនាបថចតុកោណកែងឬក៏4ជ្រុងអញ្ចឹងនេះប្រាសាទតាមឿនតូចបងប្អូនអាចមើលក្នុងរូបភាពបានណាបងប្អូនបាទកសាងដោយศิลาแรงและหินทรายបាទកសាងដោយศิลาแรงและหินทรายបាទអញ្ចឹងកសាងដោយថ្មបាយក្រៀមនិងថ្មភក់បាទបងប្អូនបាទអញ្ចឹងប្រែម្ដងទៀតខ្លីៗហ្នឹងបងប្អូនបាទប្រាសាទតាមឿនតូចឬអារោគ្យាសានឬមណ្ឌលសុខភាពอยู่ห่างจากប្រាសាទតាមឿនធំไปทางทิศតវ៉ាន់តុកឈៀងនឿបាទនៅឆ្ងាយពីប្រាសាទតាមឿនធំទៅខាងទិសពាយប់រ៉ាវ750ម៉ែត្រប្រមាណ750ម៉ែត្រเป็นสถานพยาบาลของชุมชนโบราณជាកន្លែងព្យាបាលឬក៏មន្ទីរពេទ្យរបស់សហគមន៍បុរាណសាងขึ้นในช่วงพุทธศตวรรษที่18កសាងឡើងពុទ្ធសករាជទី18រូបทรงสี่เหลี่ยมចតុរ័ត្រមានរចនាបថ4ជ្រុងឬក៏រចនាបថចតុកោណកែងកសាងដោយศิลาแรงและหินทรายកសាងដោយថ្មបាយក្រៀមនិងថ្មភក់បាទឥឡូវយើងចូលដល់អត្ថបទចុងក្រោយបងប្អូនបាទអត្ថបទចុងក្រោយគឺប្រាសាទតាខ្វាយប្រាសាទតាខ្វាយគឺប្រាសាទតាកបីណាបងប្អូនបាទប្រាសាទតាខ្វាយបាទអញ្ចឹងយើងមើលណាផាបាទណាផានេះប្រែថាច្រាំងថ្មឬក៏ជ្រោះណាបងប្អូនបាទច្រាំងថ្មឬក៏ជ្រោះណាផាបាទខាតវ៉ាបាទនេះថាខាតវ៉ាបាទខាតវ៉ាប្រែថាជឿថាឬក៏ជឿជាក់ថាឈួងបាទឈួងនេះប្រែថាកំឡុងពេលបាទប្លាយបាទប្លាយនេះប្រែថាចុងហាន់ណាបាទហាន់ណានេះប្រែថាបែរមុខបាទทิศតវ៉ាន់អកបាទทิศតវ៉ាន់អកទិសខាងកើតណាបងប្អូនមិនមែនខាងលិចទេសុំទោសបងប្អូនខាងកើតឥឡូវយើងមកប្រែបាទប្រាសាទតាខ្វាយប្រាសាទតាខ្វាយបាទប្រាសាទតាកបីឬប្រាសាទក្របីប្រាសាទតាខ្វាយឬប្រាសាទក្របីបាទប្រាសាទតាខ្វាយឬក៏ប្រាសាទក្របីตั้งอยู่บริเวณช่องตะไคร่ตั้งอยู่บริเวณช่องตะไคร่បាទអញ្ចឹងវាថាស្ថិតនៅក្នុងបរិវេណជ្រលងតាខ្វាយพื้นที่ตำบลปักดายอำเภอพนมดงรักจังหวัดสุรินทร์បាទអញ្ចឹងគឺថានៅក្នុងតំបន់ឃុំปักดายอำเภอស្រុកភ្នំដងរែក
ខេត្តសុរិន្ទបាទเป็นปราสาทหินศิลาแรงបាទเป็นปราสาทหินศิลาแรงជាปราสาทថ្មភក់បាទอยู่ห่างจากกลุ่มปราสาทตาเมือนอยู่ห่างจากกลุ่มปราสาทตาเมือนបាទចឹងគេថានៅឆ្ងាយពីក្រុមប្រាសាទតាមាន់ไปរ៉ាវ12គីឡូម៉ែត្របាទនេះ12កមនេះគីឡូម៉ែត្រណាបងប្អូនបាទប្រហែល12គីឡូម៉ែត្របាទអញ្ចឹងគេថានៅឆ្ងាយពីប្រាសាទតាមាន់ប្រហែលជា12គីឡូម៉ែត្រห่างจากหน้าผาสูงราว10 เมตรបាទអញ្ចឹងមានកម្ពស់ពីជ្រោះឬក៏ពីច្រាំងថ្មប្រហែលជា10 ម៉ែត្រខាតว่าทุกสร้างขึ้นបាទត្រូវបានគេជឿថាកសាងឡើងខាតว่าทุกสร้างขึ้นត្រូវបានគេជឿថាត្រូវបានកសាងឡើងในช่วงปลายសម័យនគរវត្តបាទในช่วงปลายសម័យនគរវត្តបាទអញ្ចឹងក្នុងកំឡុងពេលចុងសម័យនគរเป็นปราสาทចតុមុខបាទជាปราสาทចតុមុខឬក៏ปราสาทមុខ4ណាបងប្អូនបាទเป็นปราสาทចតុមុខអញ្ចឹងមានតែปราสาทហ្នឹងមានមុខ4หันหน้าไปทางทิศตะวันออกหันหน้าไปทางทิศตะวันออกបាទបែរមុខទៅទិសខាងកើតបាទឥឡូវយើងប្រែយកអត្ថន័យទាំងអស់គ្នាបងប្អូនប្រាសាទតាខ្វាយបាទប្រាសាទតាក្របីប្រាសាទតាខ្វាយឬប្រាសាទក្របីបាទប្រាសាទតាខ្វាយឬក៏ប្រាសាទក្របីហ្នឹងតាំងอยู่បរិវេណឆុងតាខ្វាយបាទស្ថិតនៅក្នុងបរិវេណជ្រលងតាក្របីพื้นที่ตำบลปักดายอำเภอพนมดงรักจังหวัดสุรินทร์ក្នុងស្រុកក្នុងឃុំปักดายស្រុកភ្នំដងរែកจังหวัดสุรินทร์เป็นปราสาทหินศิลาแรงជាปราสาทថ្មភក់อยู่ห่างจากกลุ่มปราสาทតាเมือนไปរ៉ាវ12គីឡូម៉ែត្រនៅឆ្ងាយពីក្រុមปราสาทតាមាន់ប្រហែលជា12គីឡូម៉ែត្រห่างจากหน้าผาสูงราว10 เมตรបាទមានកម្ពស់ពីជ្រោះឬក៏ពីច្រាំងថ្មប្រហែល10 ម៉ែត្រខាតว่าทุกสร้างขึ้นในช่วงปลายสมัยนครวัดត្រូវបានគេជឿថាកសាងឡើងក្នុងចុងសម័យនគរវត្តเป็นปราสาทចតុមុខជាปราสาทចតុមុខหันหน้าไปทิศตะวันออกបែរមុខទៅទិសខាងកើតបាទនេះគឺអត្ថបទចុងក្រោយរបស់យើងបាទអញ្ចឹងអត្ថបទព័ត៌មានខ្លីៗរបស់យើងក៏មានតែប៉ុណ្្នឹងឯងចាប់ប៉ុណ្្នឹងឯងណាបងប្អូនបាទអញ្ចឹងសូមអរគុណបងប្អូនដែលបានចំណាយពេលចូលមកសិក្សាក៏ដូចជាចូលមករៀនបកប្រែភាសាថៃខ្មែរយើងដែលតាក់ទងទៅនឹងព័ត៌មានខ្លីៗដែលដកស្រង់ពីរឿងរ៉ាវដែលបានកើតឡើងពីតំបន់ចំនួនព្រំដែនរវាងកម្ពុជាថៃទាំង4បាទអញ្ចឹងសូមអរគុណបងប្អូនប្រសិនបើបងប្អូនយល់ថាមានប្រយោជន៍ដល់បងប្អូនដែលសិក្សាភាសាថៃក៏ដូចជាបានជាព័ត៌មានដល់បងប្អូនទាំងអស់គ្នាសូមបងប្អូនជួយចុច like ជួយ share ក៏ដូចជា subscribe ដល់យើងម្នាក់មួយផងសូមអរគុណជួបគ្នាក្នុង clip វីដេអូក្រោយ